ទស្សនៈបងប្អូនទាំងអស់គ្នាបាននៅក្នុងថ្ងៃនេះគឺខ្ញុំលើកយកព័ត៌មានមួយមកអំពីសារព័ត៌មាន RBC Ukraine បាទនេះគឺជាព័ត៌មានក្តៅហើយតាក់ទងទៅនឹងសមាជិក NATO ទៀតផងការវាយប្រហាររបស់រុស្ស៊ីកាលពីម្សិលមិញគឺធ្វើឲ្យសមាជិក NATO នឹងគឺនៅមិនសុខទេបងប្អូនគឺមានការព្រួយបារម្ភហើយក៏មានប្រតិកម្មតបទៅនឹងរុស្ស៊ីវិញភ្លាមផងដែរអញ្ចឹងរុស្ស៊ីគឺកាន់តែធ្វើឲ្យសមាជិក NATO នឹងគឺដេកមិនសុខនៅមិនស្ងៀមនោះទេអញ្ចឹងនៅក្នុងសារព័ត៌មានថ្ងៃនេះគឺចង់និយាយអំពីការវាយប្រហារអ៊ុយក្រែនបាទគឺដ៏ធំរបស់រុស្ស៊ីបានជំរុញឲ្យប្រទេសប៉ូឡូញនិងសម្ព័ន្ធមិត្តបាកាយាមល្បាតទៅតាមដែនអាកាសរបស់ខ្លួនបាទនេះគឺគ្រាន់តែរុស្ស៊ីធ្វើការវាយសន្ធប់បន្ទាប់អំពីការដោះដូរគេថាចំណាប់ខ្មាំងកាលពីម្សិលមិញរួចរុស្ស៊ីគឺធ្វើការវាយប្រហារនឹងខ្លាំងមែនទែនគឺពេញមួយយប់ដូច្នេះហើយធ្វើឲ្យមានការរំជើបរំជួលដល់ប្រទេសប៉ូឡូញនិងសមាជិក NATO ផ្សេងទៀតដែលមានព្រំប្រទល់ជាប់ជាមួយនឹងប្រទេសអ៊ុយក្រែនដូច្នេះហើយប្រទេសប៉ូឡូញនិងសម្ព័ន្ធមិត្តគឺបានបញ្ចេញនៅយន្តហោះចម្បាំងរបស់ខ្លួននឹងគឺធ្វើការយាមល្បាតហោះហើរនៅក្នុងព្រំដែនរបស់ខ្លួនដើម្បីបញ្ញាញឬក៏ទប់ស្កាត់កុំឲ្យរុស្ស៊ីនឹងគឺធ្វើការវាយប្រហារនឹងគឺឆ្លងដែនចូលមកប្រទេសរបស់ខ្លួនហើយប្រទេសប៉ូឡូញរួមជាមួយនឹងបណ្ដាប្រទេសសម្ព័ន្ធមិត្តបានបញ្ចូលយន្តហោះយោធារួមគ្នាមួយយប់កាលពីថ្ងៃទី25ខែឧសភាបាទគឺយប់មិញនឹងតែម្ដងបាទគឺថ្ងៃទី25នៅសហរដ្ឋអាមេរិកមានន័យថាទី25នៅខាងអ៊ុយក្រែននិងរុស្ស៊ីដើម្បីជាការឆ្លើយតបទៅនឹងការវាយប្រហាររួមគ្នារបស់រុស្ស៊ីលើអ៊ុយក្រែនមានន័យថាការវាយប្រហាររួមគ្នានឹងគឺមានយន្តហោះមកថារុស្ស៊ីគឺបានបាញ់បង្ហោះយន្តហោះគ្មានមនុស្សបើកផងនិងមីស៊ីលប្លង់នោះផងមានន័យថាទាំងពីរនឹងរួមចូលគ្នាដូច្នេះហើយបានជាធ្វើឲ្យប្រទេសប៉ូឡូញនិងសមាជិកនឹងមានការព្រួយបារម្ភហើយលើសពីនេះទៀតប្រព័ន្ធការពារដែនអាកាសដែលមានមូលដ្ឋាននៅលើដីនិងអង្គភាពស៊ើបការរ៉ាដាត្រូវបានដាក់ឲ្យមានការប្រុងប្រយ័ត្នយ៉ាងខ្ពស់នេះបើយោងទៅតាមគណនី Twitter ឬក៏បណ្ដាញសង្គម X នៃបញ្ជាការប្រតិបត្តិការនៃកងកម្លាំងប្រដាប់អាវុធប្រទេសប៉ូឡូញហើយសេចក្តីថ្លែងការណ៍របស់នាយកដ្ឋានយោធាប៉ូឡូញបាននិយាយថាដោយសារតែការវាយប្រហារដោយប្រទេសរុស្ស៊ីដែលកំពុងតែធ្វើការវាយប្រហារលើគោលដៅនានានៅលើទឹកដីនៃប្រទេសអ៊ុយក្រែននោះហើយកងកម្លាំងអាកាសប៉ូឡូញនិងសម្ព័ន្ធមិត្តក៏បានចាប់ផ្ដើមប្រតិបត្តិការនៅក្នុងដែនអាកាសរបស់ខ្លួននោះផងដែរបាទនេះអាចបញ្ជាក់ថាគឺវាមានការផុយស្រួយមែនទែនចំពោះសង្គ្រាមរវាងរុស្ស៊ីជាមួយនឹងសមាជិក NATO នោះបាទគឺពីព្រោះថាប្រទេសរុស្ស៊ីនឹងគឺមានធ្វើការវាយឬក៏បាញ់ប្រហារអីនឹងគឺគៀកទៅនឹងព្រំដែននៃប្រទេសដែលជាសមាជិក NATO ចំណែកឯភាគីប៉ូឡូញក៏សម្គាល់ថាសកម្មភាពរបស់ខ្លួនទាំងនេះត្រូវបានអនុវត្តស្របទៅតាមនីតិវិធីដែលបានបង្កើតឡើងបាទគឺអត់មានអ្វីដែលខុសច្បាប់នោះទេគឺវាត្រឹមត្រូវទៅតាមបទបញ្ញត្តិរបស់សមាជិក NATO គឺជាកម្មវិធីដើម្បីការពារខ្លួនតែប៉ុណ្ណោះគឺគ្រាន់តែថាឲ្យកងកម្លាំងដែនអាកាសនឹងធ្វើការយាមល្បាតនៅជុំវិញឬក៏តាមព្រំដែនអាកាសរបស់ខ្លួនតែប៉ុណ្ណោះហើយនៅមានជាពិសេសទៅគឺប្រព័ន្ធការពារដែនអាកាសនិងរ៉ាដាផ្សេងៗនឹងគឺឲ្យមានការប្រុងប្រយ័ត្នឲ្យខ្លាំងឬក៏ខ្ពស់បំផុតក្រែងមានការឆ្លោះឆ្លួយអំពីប្រទេសរុស្ស៊ីដែលបានបាញ់មីស៊ីលប្លង់ឬក៏បាញ់យន្តហោះគ្មានមនុស្សបើកនឹងហួសឬក៏ជ្រុលជ្រោះមកដល់ប្រទេសរបស់ខ្លួនគឺប្រទេសប៉ូឡូញនិងសមាជិក NATO ផ្សេងៗហើយបើសិនជាសកម្មភាពរបស់រុស្ស៊ីនៅតែបន្តនឹងការបាញ់ទៅលើសឬក៏ជ្រុលទៅដល់ប្រទេសសមាជិក NATO នឹងគឺអាចនឹងបណ្ដាលឲ្យមានភ្លើងសង្គ្រាមនោះឈានចូលមកដល់ខាងផ្នែកអឺរ៉ុបនឹងទៀតផង
នេះបើសិនជារុស្ស៊ីមិនមានការប្រុងប្រយ័ត្ននោះទេឬក៏មានបំណងចង់បង្កសង្គ្រាមជាមួយនឹងប្រទេសសមាជិក NATO គឺអាចនឹងផ្ទុះសង្គ្រាមនៅថ្ងៃណាមួយមិនខាននេះបើសិនជាយោងទៅតាមសកម្មភាពរបស់រុស្ស៊ីជារៀងរាល់ថ្ងៃនេះ